រសជាតិជូរប្រៃហឹរនៅក្នុងឆ្នាំងតែមួយញ៉ាំទៅទោះបីជាអ្នកទាំងអស់គ្នាស្រវឹងឬអត់ស្រួលខ្លួនមិនខ្មិចដាក់មួយម៉ាត់ទៅគឺដឹងតែស្វាងហ្មងនេះគឺជាប្រភេទស្ងោរជ្រក់ជើងមាន់ម្ទេសខៀវលាយក្រហមហើយខ្ញុំក៏បន្ថែមជាមួយនឹងឈាមទាម្ដុំដែរដោយសារតែចូលចិត្តអញ្ចឹងណាបើអ្នកទាំងអស់គ្នាចូលចិត្តទេមិនបាច់ដាក់ទេស្លឹកគ្រៃស្លឹកក្រូចរំដេងគឺយើងយកមកហាន់ទូចៗហើយសម្រាប់ជើងមាន់ចំណុចពិសេសត្រូវលាងសម្អាតឲ្យស្អាតណាខ្ញុំលាងជាមួយនឹងទឹកអំបិល 3-4 ដងហើយច្របាច់ក្រូចឆ្មាហើយយកទៅស្រុះទៀតផងដាក់ដាំទឹកឲ្យពុះបង់ស្លឹកគ្រៃស្លឹកក្រូចរំដេងរំងាស់ 2-3 នាទីអីទៅចាំយើងថែមគ្រឿងមានអំបិលស្កម្សៅស៊ុបប៊ីចេងទឹកត្រីកូរមើលតែចូលគ្រឿងសព្វដាក់ជើងមាន់ជាមួយនឹងឈាមទាចូលមករំងាស់ពីមុខនេះឲ្យឆ្អិនជើងមាន់រាងផុយហើយឈាមទារាងទន់បន្តិចមកណាហើយអ្នកទាំងអស់គ្នានៅសល់ពេលគឺទៅបុកម្ទេសសម្រាប់ម្ទេសដាក់តាមចំណង់ចំណូលចិត្តហើយបន្តមកទៀតគឺយើងដាក់ទឹកក្រូចឆ្មាភ្លក់មើលរសជាតិជូរប្រៃហើយរាងផ្អែមតិចៗក៏បានអ្នកទាំងអស់គ្នាចូលចិត្តហើយដាក់ម្ទេសមកអ្នកទាំងអស់គ្នាដាក់ម្ទេសកាន់តែច្រើនគឺកាន់តែឆ្ងាញ់ញ៉ាំទៅគឺបែកញើសខ្ចាយហ្មងហើយចុងក្រោយគឺយើងបន្ថែមនៅជីនេះចូលចិត្តជីអីដាក់ជីនឹងទៅអានេះគឺជាប្រភេទជីស្ងោរជ្រក់ញ៉ាំមួយចាននេះហើយគឺដឹងតែបែកញើសខ្ចាយហ្មងអ្នកដែលសាបមាត់សាបកពេលគ្រុនឬក៏អ្នកដែលស្រវឹងអីកុំភ្លេចមកមុខនេះឲ្យសោះមានជាតិហើយគឺឆ្ងាញ់ខ្លាំងតែម្ដងសំខាន់គឺញ៉ាំទៅហឹលជូរប្រៃគឺឆ្ងាញ់មែនតើ